បាទសួស្តីនឹងការចូលមកកាន់ Channel បាទថ្ងៃនេះយើងមាន Smart 8មួយជាប់លេខកូដដៃនិង Google Account បាទខ្ញុំ remote ជូនភ្ញៀវទេបាទសូមទស្សនានៅតាមដានវីដេអូរបស់ខ្ញុំហើយសូមជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗបាទនេះជា Channel របស់ខ្ញុំហើយតែការតាក់ទង link Telegram ឯងអាចតាក់ទងខាងក្រោមវីដេអូរបស់ខ្ញុំបាទតាមរយៈហ្នឹងមកបាទឥឡូវយើងចូលក្នុងវីដេអូរបស់ខ្ញុំបាទខ្ញុំ remote ជូនភ្ញៀវទេថ្ងៃចូលមកបាទលធូរមកហើយយើងវាយពាក្យថា Smart 8បាទ Smart 8អូខេយើងបាច់លីមុខដកមកធ្វើការចុចចូលដូចធម្មតាការដោះកូដយើងធម្មតាអញ្ចឹងបាទចាំមើលវាជោគជ័យអត់បាទអញ្ចឹងវាដាក់ថា error កន្លែង FDL1 ណា FDL2 អញ្ចឹងវាមានបញ្ហាត្រង់ចំណុចហ្នឹងអញ្ចឹងបញ្ហាហ្នឹងគឺយើងគឺជាបញ្ហា driver គឺមានថាវាអត់ស្គាល់នៅ function មួយចំនួនអញ្ចឹងយើងចូលទៅក្នុង speed through ម្ដងយើងសាករើសinfinite បាទហើយជ្រើសយក smart 8ក្រោមគេបាទបើវានៅតែមិនដើរទៀតយើងមានវិធីមួយទៀតរើសកន្លែង general ឬយើងរើសយក CPU តែម្ដងបាទយើងចុចពាក្យformat data មកហើយបន្ទាប់មកយើងធ្វើការ select យកមកច្បាច់ volume បូក volume ដកដល់ដូចចូលបាទយើងរងចាំបន្តិចភាសាអីភាសាខ្ញុំ remote ទៅចឹងទៅខ្ញុំតាក់ទងទៅខាងមើលទៅមកខាងទៀតដើម្បីឲ្យគេច្បាច់ volume បូកដកអីចឹងណាបាទវាអត់មានភាពងាយស្រួលបើយើងទូរស័ព្ទនៅនឹងដៃយើងហ្មងអាហ្នឹងយើងចុចលឿនតែម្ដងតែនេះយើងបញ្ជាពីហ្នឹងទៅដើម្បីសហការគ្នាជាមួយនឹងជាងដូចគ្នាបាទឥឡូវយើងរងចាំសិនយើងរងចាំ USB សិនដោយសារខ្ញុំតាក់ទងទៅម្ខាងទៀតតាក់ទងទៅម្ខាងទៀតបាទម្ខាងទៀតបើទូរស័ព្ទនៅយើងមកលឿនអញ្ចឹងណាបាទនេះវីដេអូនេះខ្ញុំអត់កាត់ទេខ្ញុំគឺធ្វើតាំងពីដើមដល់ចប់មកដើម្បីឲ្យដឹងថាជោគជ័យឬក៏មិនជោគជ័យចឹងអញ្ចឹងរាល់វីដេអូដែលខ្ញុំបង្ហោះគឺទទួលបានជោគជ័យទាំងអស់គឺពីច្រើនគឺខ្ញុំអត់កាត់តែម្ដងបាទគឺពីច្រើនគឺទាំងអស់ហ្មងគឺអត់កាត់តែម្ដងបាទឥឡូវវាបានស្គាល់ driver ហើយបាទស្គាល់ com ហើយឥឡូវយើងចង់ទៅអាចអត់ជំរឿនត្រង់ FDL1 2 3បាទគឺអត់ដាច់ទេបាទឥឡូវយើងមាន technique បន្តទៀតមានថាវាកាំងតាម FDL1 FDL2 បាទឥឡូវយើងសាកល្បងត្រង់ meta mode ម្ដងបាទឥឡូវយើងសាកល្បង meta mode បាទ meta mode នៅតែមិនទៅទៀតគឺយើងមានវិធីមួយទៀតបាទមានវិធីមួយទៀតក្នុងការដោះវា
បាទឥឡូវទូរស័ព្ទហ្នឹងពេលគេដោតមកវាអត់ស្គាល់ driver ទេស្គាល់អត់ស្គាល់ com ទេមានថាយើងអាចគាត់ច្របាច់ volume គាត់ច្របាច់ប៊ូតុងទាំង3មានថា power volume box window 3ស្របគ្នាក្នុងពេលតែមួយដើម្បីឲ្យវាចេញ logo មកវិញហើយចាំយើងផលិតទូរស័ព្ទនោះទៅវិញហើយចាំច្របាច់ volume box window ដល់ដូចចូលម្ដងទៀតគេថាអានេះវាកាំង boot ណាវាអត់ស្គាល់ USB ទេ បាទឥឡូវយើងធ្វើការ reboot វាឡើងបាទទូរស័ព្ទនេះគឺបាន reboot ទេចេញ logo ឥឡូវបានស្គាល់ com ស្គាល់ com បាទទូរស័ព្ទនឹងវាដំណើរការឡើងវិញធម្មតាសិនស្គាល់ com ហ្នឹងបាទយើងចុះទៅសេរី com មួយទៀតបាទយើងចូលទៅ event manager យើងស្គាល់ហើយយើងចូលទៅ update driver វាបន្តិចក្រោមបាទឃើញថាវាស្គាល់ជោគជ័យហើយបាទឥឡូវយើងឲ្យវាបើកចេញវិញសិនហើយតាមយើងធ្វើការផលិតទូរស័ព្ទហើយតាមយើងបើកទៅវិញម្ដងទៀតធ្វើការផលិតម្ដងទៀតយើងច្បាច់លីមដូចូលម្ដងទៀតបាទឥឡូវស្គាល់ហើយបាទស្គាល់ហើយចូលទៅ update driver បាទមិនចឹងថាវាអត់តន់ទៅទេយើងចូលទៅ column មួយទៀតបាទយើង stop សិនមកដំណាក់កាលនេះគឺស្គាល់ហើយមានថាវាអត់តន់ទៅបាទឥឡូវយើងសាកល្បងម្ដងទៀតចូលកន្លែង speed room នេះម្ដងចូលកន្លែងនេះតែម្ដងហើយរើសពាក្យថាយក CPU តែម្ដងយក SPD generic ហ្មង
ហើយអឺតែ612បាទតែ612 version 64 version 3បាទនេះចូលអង្គតែម្ដងបាទយើងបើក device manager របស់យើងបាទយើងចូលរើស CPU តែម្ដងមិនរើស model ទេរើស CPU តែម្ដងបាទហើយចូលមក update ទៀតបាទសិតខាងក្រោមបាទឃើញថា score ហើយបាទមើលនេះជោគជ័យអត់ព្រោះយើងរើស CPU ដោយសារនេះយើងរើស CPU បាទឃើញថាទទួលបានជោគជ័យតែម្ដងយើងមិនបាច់ចាំរើស model ទេគឺយើងរើស CPU តែម្ដងបាទអរគុណសម្រាប់ការទស្សនាវីដេអូសូមជួយ subscribe ឆ្នាំនេះដើម្បីទទួលបានវីដេអូថ្មីៗអរគុណច្រើន